នេះគឺជាកាមេរ៉ាមុខដែលរូបភាពទាំងពីរហ្នឹងមានភាពខុសគ្នាអញ្ចឹងនៅពេលដែលបងប្អូនថតកាមេរ៉ាមុខម្ដងអាចនឹងមិនច្រាស់តោះអញ្ចឹងកុំឲ្យជួបបញ្ហាបែបហ្នឹងយើងចូលទៅដោះស្រាយទាំងអស់គ្នាដំបូងយើងចូលជាមួយនឹងពាក្យថា setting រួចហើយយើងចុចទៅលើពាក្យថា camera បន្ទាប់មក scroll ចុះមកក្រោមបន្តិចហើយត្រូវធ្វើការស្វែងរកនៅកាមេរ៉ាមុខបាទដែលគេដាក់ឈ្មោះថា mirror front camera បាទអូខេអញ្ចឹងត្រង់ចំណុចហ្នឹងបើសិនជាឃើញវាមានចេញពណ៌បៃតងអញ្ចឹងណាអញ្ចឹងបងប្អូនត្រូវធ្វើការបិទត្រង់ចំណុចហ្នឹងទៅដើម្បីនៅពេលដែលយើងធ្វើការថតវីដេអូឬក៏រូបភាពកាមេរ៉ាមុខគឺវាអត់ចេញមិនច្រាស់ទេបាទអញ្ចឹងនៅពេលដែលយើងធ្វើការកំណត់មុខងារមួយនឹងរួចរាល់ហើយបងប្អូនអាចធ្វើការថតជារូបភាពឬក៏វីដេអូបានអញ្ចឹងរូបភាពរបស់យើងគឺលែងចេញបច្រាស់ហើយវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេអរគុណច្រើន